ជំរាបសួរនាងខ្ញុំឡៃដានីថ្ងៃនេះសូមលើកយកនៅប្រធានបទតាក់ទងនឹងការបាត់បង់អត្តសញ្ញាណជាតិតើការបាត់បង់អត្តសញ្ញាណជាតិមានន័យដូចម្តេចបាត់បង់អត្តសញ្ញាណជាតិមានន័យថាបាត់បង់លក្ខណៈសម្គាល់ពិសេសរបស់ជាតិខ្លួនដូចជាបាត់បង់ប្រវត្តិខ្លួនឬបាត់បង់ពណ៌សម្បុររបស់ខ្លួនពិសេសគឺបាត់បង់នៅចិត្តគំនិតបាត់បង់នៅចរិយាមាយាទរឹកពីសុជីវធម៌សិលធម៌គុណធម៌និងយុត្តិធម៌មូលហេតុនៃការបាត់បង់មានពីរយ៉ាងមួយកត្តាខាងក្រៅគឺកត្តាបរទេសមិនចង់ឲ្យយើងទទួលស្គាល់អត្តសញ្ញាណជាតិរបស់ខ្លួនយើងជាតិយើងពីព្រោះពិបាកប្រើឬពិបាកបោកប្រាស់បរទេសចង់បំបត្តិអត្តសញ្ញាណជាតិគឺវប្បធម៌របស់យើងដើម្បីងាយស្រួលបំពាក់នៅអត្តសញ្ញាណជាតិរបស់គេមកឲ្យយើងពីរកត្តាខាងក្នុងគឺមកពីយើងធ្វេសប្រហែសមិនអប់រំកូនចៅឲ្យទទួលស្គាល់អត្តសញ្ញាណជាតិរបស់យើងខ្វះនៅភាពដំណរវប្បធម៌មិនស្គាល់តម្លៃមិនយកចិត្តទុកដាក់នឹងវប្បធម៌របស់ខ្លួនហើយបែរជាទៅពេញនិយមនឹងវប្បធម៌របស់គេរួចចម្លងតាមបរទេសទាំងស្រុងអត្តសញ្ញាណជាតិរបស់ជាតិនីមួយៗមានអត្ថិភាពបានអាស្រ័យលើជនជាតិពូជសាសន៍ទឹកដីវប្បធម៌និងអង្គការចាត់តាំងសង្គមបើខ្វះកត្តាណាមួយជាតិនោះនឹងមិនអាចមានអត្តសញ្ញាណជាតិបានឡើយនេះជាអត្ថបទដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដែលរៀបរៀងដោយជាស៊ីដានិងសោមច័ន្ទចរិយាសូមអរគុណសូមជម្រាបលា